ឥឡូវនេះយើងនឹងពិនិត្យមើលអ្វីដែលសំខាន់សម្រាប់ហៅនិងសម្រាប់អ្នកផងដែរសកម្មភាពដែលអ្នកនឹងឃើញខាងក្រោមក្នុងករណីរបស់ហៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងតម្លៃផ្ទាល់ខ្លួននិងគោលដៅជីវិតរបស់គាត់ពណ៌បង្ហាញពីកម្រិតនៃការលំបាកសម្រាប់ហៅប៉ុន្តែវាមិនចាំបាច់មានភាពលំបាកស្មើគ្នាសម្រាប់អ្នកឡើយសម្រាប់មនុស្សម្នាក់សកម្មភាពអាចមានការលំបាកច្រើនឬតិចទៅតាមសមត្ថភាពនិងចំណូលចិត្តរបស់យើងពណ៌បៃតងអ្នកនឹងឃើញសកម្មភាពទាំងនោះដែលហៅរកបានយ៉ាងងាយស្រួលបំផុតដូច្នេះហើយសកម្មភាពដែលយើងនឹងណែនាំនាងឲ្យចាប់ផ្ដើមជាមួយក្នុងករណីរបស់អ្នកគួរតែចាប់ផ្ដើមជាមួយនឹងអ្វីដែលងាយស្រួលបំផុតសម្រាប់អ្នកនៅពេលអ្នកបញ្ចប់សកម្មភាពនិងឈានដល់ចំណុចសំខាន់តូចអ្នកអាចបន្តទៅសកម្មភាពនៃការលំបាកកម្រិតមធ្យមទាំងនោះក្នុងករណីហៅទាំងនោះគឺជាពណ៌លឿងហើយទីបំផុតបំពេញសកម្មភាពមួយចំនួនពណ៌ក្រហមដែលជាអ្វីដែលអ្នកពិបាកជាងគេក្នុងករណីហៅសកម្មភាពលំបាកទាំងនោះមានពណ៌ក្រហមHero បានកំណត់សកម្មភាពខ្លួនឯងនៅក្នុង5ផ្នែកនៃជីវិតរបស់គាត់ទំនាក់ទំនងផ្ទាល់ខ្លួនឬអារម្មណ៍ការអប់រំនិងអាជីពរបស់គាត់ពេលទំនេរនិងចំណាប់អារម្មណ៍របស់គាត់ចិត្តនិងកាយទំនួលខុសត្រូវប្រចាំថ្ងៃរបស់គាត់នៅក្នុងផ្នែកនីមួយ Hero បានសម្រេចចិត្តលើកកម្ពស់តម្លៃជាក់លាក់សូមក្រឡេកមើលឧទាហរណ៍ដំបូងនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនឬផលប៉ះពាល់ Hero ចង់លើកកម្ពស់ការយកចិត្តទុកដាក់ហើយចង់បានមិត្តដែលចេះពិចារណានិងការយកចិត្តទុកដាក់ចំពោះតម្រូវការដៃគូរបស់នាងដើម្បីសម្រេចបាននូវគុណតម្លៃដំបូង Hero បានកំណត់ខ្លួនឯងនូវសកម្មភាពដ៏មានអត្ថន័យដូចខាងក្រោមសួរសុខទុក្ខមិត្តភក្តិថាតើសប្តាហ៍មុនមិនដែរហើយទូរស័ព្ទឬផ្ញើសារទៅមិត្តរបស់គាត់ម្ដងក្នុងមួយសប្តាហ៍សូមចំណាំថានេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះនៅពេលក្រោយអ្នកអាចបំពេញតារាងទទេដោយជ្រើសរើសតម្លៃផ្ទាល់ខ្លួនរបស់អ្នកនិងបញ្ជាក់សកម្មភាពពីងាយស្រួលទៅពិបាកដែលអ្នកយល់ថាមានប្រយោជន៍បំផុតដើម្បីសម្រេចបានមួយជំហានម្ដងការពង្រឹងគុណតម្លៃនៅក្នុងផ្នែកនៃជីវិតដែលអ្នកចង់ពង្រឹង